នៅភូមិដាច់ស្រយាលមួយនៅជើងភ្នំជាព្រៃជ្រៅមានផ្លូវលំបាកមួយភ្ជាប់ពីភូមិមួយទៅភូមិទៀតផ្លូវនោះដែលឆ្លងកាត់កន្លែងភាពងងឹតមានព្រៃឈើនៅជុំវិញផ្លូវនិងផ្ទះចាក់ដាច់ស្រយាលនៅពេលថ្ងៃមានពន្លឺមើលទៅដូចផ្លូវធម្មតាតែពេលរាត្រីទីនោះគឺមាននរណាចង់ឆ្លងកាត់ឡើយព្រោះកាលពីមុនបានកើតហេតុអាក្រក់ជាច្រើនកាលពី10ឆ្នាំមុនមានក្មេងស្រីម្នាក់ឈ្មោះស្រីណេតត្រូវគេធ្វើបាបបាត់ខ្លួននៅផ្លូវនេះមួយរយៈក្រោយមកមានមនុស្សភាគច្រើនពោលថាគេបានឮសំឡេងនាងហៅឈ្មោះមនុស្សដោយកាត់ឡើងជាពិសេសពេលអត្រាធិយាអ្នកណាមានសំណាងអាក្រក់ឆ្លើយតបសំឡេងនោះតែងតែបិទមិនខឿនសពឡើយថ្ងៃមួយយប់ងងឹតមានព្រះច័ន្ទមានក្មេងប្រុសវ័យក្មេងឈ្មោះវីរៈជិះកង់មកពីភូមិមួយទៀតត្រូវឆ្លងកាត់ផ្លូវមួយនេះដើម្បីត្រឡប់ទៅផ្ទះវិញពេលដល់ផ្លូវនោះគេឮសំឡេងក្មេងស្រីបានស្រែកហៅយ៉ាងរន្ធត់ដូចក្មេងស្រីកំពុងត្រូវគេដេញចាប់បងជួយអូនផងសំឡេងនោះបានស្រែកហៅប៉ុន្តែបានស្ងប់ស្ងាត់នៅចុងផ្លូវវីរៈគិតក្នុងចិត្តហើយគិតថាអាចជាមនុស្សពិតតែពេលសម្លឹងទៅមើលមិនឃើញនរណានោះទេមានតែខ្យល់ត្រជាក់បក់តាមដើមឈើគាត់ជិះកង់បន្តទៅមុខតែសំឡេងនោះហៅម្ដងទៀតកាន់តែច្បាស់ហើយឈ្មោះគាត់ត្រង់វីរៈចាំអូនផងវីរៈភ័យរន្ធត់យ៉ាងខ្លាំងធ្វើឲ្យគាត់ចាប់ផ្ដើមគិតថាអាចជាក្មេងៗនៅក្នុងភូមិលេងឬក៏អ្នកណាម្នាក់កំពុងលេងសើចប៉ុន្តែសំឡេងនោះពោពេញដោយទុក្ខព្រួយឆ្លងកាត់ការឈឺចាប់កន្លងមកពេលកង់របស់វីរៈចូលក្បែរផ្ទះចាស់នៅជាប់ផ្លូវស្រាប់តែភ្លើងចង្កៀងកង់ភ្លឺប៉ះទៅនឹងរូបមនុស្សស្រីម្នាក់ឈរបែបស្ងៀមស្ងាត់ចាំមុខផ្លូវនាងស្លៀកសម្លៀកបំពាក់ពណ៌សមានសក់វែងបិទមុខពេលខ្យល់បក់ផាត់សាក់ចេញក៏ឃើញមុខស្រងោតស្រងាត់ពណ៌សស្លែកមានភ្នែកក្រហមភ្លឺដូចភ្លើងវីរៈភ័យតក់ស្លុតបង្វិលកង់ជិះរត់បន្តទៅមុខយ៉ាងលឿនតែផ្លូវនេះដូចជាមិនថាគេជិះទៅមុខយ៉ាងណាគេតែងតែត្រឡប់មកក្បែរផ្ទះចាស់នោះវិញសំឡេងនាងនិយាយថាចាំអូនផងបងកុំចោលអូនដូចគេធ្លាប់ធ្វើភ្លាមនោះគាត់ផ្ដួលកង់ហើយឃើញនាងឈរនៅខាងមុខមិនដល់មួយជំហានទេភ្នែកនាងភ្លឺដូចភ្លើងអ៊ុតអណ្ដែតពណ៌ខ្មៅអណ្ដែតចេញពីមាត់ហើយដៃត្រជាក់រឹតកកាន់កៅអៅគាត់វីរៈស្រាយយ៉ាងដាច់សំឡេងដូចជាមិនមាននរណាអាចឮតែជាពិសេសនៅពេលគាត់ស្រក់ទឹកភ្នែកគិតថានឹងស្លាប់ស្រាប់តែមានពលឺភ្លឺភ្លឺតាមផ្លូវនៅពេលដែលគាត់ភ្ញាក់មកឃើញខ្លួនឯងកំពុងដេកនៅចុងផ្លូវហើយមានកង់ដួលនៅជិតគាត់ចាប់តាំងពីថ្ងៃនោះមកកាយសម្ពាធនារបស់គាត់คล้ายជាមនុស្សស្លេកស្លាំងមិនសូវនិយាយជាមួយនរណានោះទេនៅពេលយប់គេលីវីរៈនិយាយដូចជាកំពុងឆ្លើយតបនឹងសម្លេងស្រីអាចកំបាំងនោះជារៀងរាល់អាធ្រាត្រ